វក្រតុណ្ឌមហាកាយគោឌិសុរិយសមប្រភៈអវិក្ខណំគ្រមេទេវសរវការិយសុសរវតាអានឹងសំស្ក្រឹតចឹងណាពីដើមលោកនិយាយសំស្ក្រឹតមកបែកទៅមកផ្នែកទៀតលោកនិយាយតែភាសាខ្មែរយើងដូច្នេះចង់បញ្ជាក់ថាខ្មែរយើងមានពាក្យពេចន៍គ្រប់គ្រាន់សម្រាប់ប្រើប្រាស់មុនឥទ្ធិពលភាសាបាលីភាសាសំស្ក្រឹតចូលមកយើងមានប៉ុន្តែនៅពេលណាដែលឥទ្ធិពលបាលីសំស្ក្រឹតចូលមកលោកអ្នកប្រាជ្ញខ្មែរយើងយល់ឃើញតែពាក្យនឹងល្អណាស់ពាក្យមកបន្ទាត់និយាយតែ2ម៉ាត់ទេពាក្យខ្មែរយើងមកបន្ទាត់និយាយបាលីតែ2ម៉ាត់ទេសំស្ក្រឹតតែ1ម៉ាត់ទេអាចពង្រីកបាន2បន្ទាត់3បន្ទាត់អញ្ចឹងងាយមួយណាស្រួលជាងចឹងយកតិចស្រួលជាងវាក្តោបអត្តន័យច្រើនគ្រាន់តែពាក្យថាធម្មមួយម៉ាត់ញាតិញោមបកស្រាយសភៅមួយក្បាល100តប200តបឃើញទេដូច្នេះនេះដែលនាំឲ្យមានការទម្លាប់ប្រើពាក្យនឹងយូរទៅคล้ายទៅជាពាក្យរបស់យើងនិយាយថាពាក្យខ្មែរយើងតាមពិតពាក្យទាំងអស់ហ្នឹងយកពីឥណ្ឌាមកតាពុទ្ធសាសនាក្តីភាសាបាលីក្តីភាសាសំស្ក្រឹតក្តីមកពីឥណ្ឌាអក្សរខ្មែរយើងនឹងក្តីនិយាយឲ្យអស់ទៅណាយើងកុំលាក់បាំងអ្វីដែលយើងយកពីគីមកអក្សរខ្មែរយើងសពថ្ងៃដែលបានសរសេរមកដល់សពថ្ងៃនឹងសួរថាយកពីណាមកយកពីឥណ្ឌាមកគេហៅថាអក្សរពលវៈសម័យពលវៈយកមកភាសាមុននឹងយកអក្សរព្រាហ្មីអក្សរព្រាហ្មីនេះគេឃើញនៅណាថ្ងៃមុនខ្ញុំក៏ណាទៅបកប្រែនៅលំពិនីនៅប្រទេសនេប៉ាល់គេសរសេរនៅលើសិលាចារឹកសសរស្ដំប្របាទធម្មសោកនៅទីនោះហើយបានបញ្ជាក់ថាសសរនឹងហើយជាអក្សរទី1ដែលខ្មែរយើងខ្ចីយកមកប្រើរហូតដល់ទៅវិវត្តคล้ายមកជាអក្សរខ្មែរយើងសពថ្ងៃហ្នឹង10លើកជាងហើយសារទៅសពប្រោះបានមានជើងមានដៃអីស្រួលបួលស្អាតបាទដល់យើងសពថ្ងៃហ្នឹងណានឹងសូមបញ្ជាក់ញាតិញោមឲ្យបានជ្រាបថាការបង្រួបបង្រួមការបង្កើតក្រុមជំនុំបត្រៃបៃដកការបង្កើតក្រុមជំនុំវចនានុក្រមខ្មែរដើម្បីសម្រួលភាសាជាតិរបស់ខ្លួនឯងឲ្យមានឯកភាពនៅក្នុងការប្រើប្រាស់ឲ្យបានយល់ដឹងអំពីពាក្យពេចន៍ដែលយើងកំពុងតែប្រើថាមានន័យដូចម្ដេចដែលព្រះអង្គគ្រូហាក់សៀងហៃលោកព្យាយាមពន្យល់ពីអត្ថន័យមួយនៅក្នុងវចនានុក្រមហ្នឹងដើម្បីឲ្យញាតិញោមបានយល់បានជ្រាបញាតិញោមខ្លះអត់មានពេលទៅបើកនៅក្នុងវចនានុក្រមមើលទេរវល់ការងារប៉ុន្តែជួនកាលឃើញវីដេអូដែលព្រះអង្គគ្រូពន្យល់អញ្ចឹងក៏មើលបន្តិចទៅចេះបន្តិចទៅហើយថ្ងៃមុនបជាញាតិញោមលួចត្បកមកពនួងនិយាយពាក្យអក្រក់ទៅចុះលួចត្បកមកពនួងពាក្យអីគឺនិយាយពាក្យថាប្រហោះហើយនិយាយពីល្បីពេញប្រទេសខ្មែរញាតិញោមហើយយកពាក្យអាត្មាហ្នឹងទៅបកស្រាយខ្លះទៅមិនដឹងថាអាត្មាហ្នឹងនិយាយថាម៉េចទេបន្តគ្នាទៅក្អែកមួយជាក្អែក10រហូតដើមវាអត់ឃើញចឹងហើយក៏អ្នកខ្លះទៅក៏ឌឺដងទៅដែលព្រះអង្គហ៊ុំសធានឹងកំពុងទៅវាយព្រះអង្គហាក់សៀងហៃហើយនៅវាយយ៉ាងក៏ក្រើកទៅក៏ក្រើកដីណាហើយចង់បញ្ជាក់ញាតិញោមថាពួកបញ្ញវន្តនេះគេប្រកែកគ្នាគេទំនាស់គ្នាដើម្បីស្វែងរកនៅភាពរីកចម្រើននិងភាពត្រឹមត្រូវទៅយល់ដឹងអញ្ចឹងណាអញ្ចឹងពេលវេលាខ្លីមិនសួរទៀត